ថ្ងៃទី4ខែកក្កដាសូមព្រះអង្គគង់នៅជាមួយទូលបង្គំនោះក៏ចិត្តដល់ភូមិដែលគេគិតទៅហើយទ្រង់ធ្វើដូចជាចង់យាងបង្ហោះតែគេខាត់ទ្រង់ដោយពាក្យថាសូមនៅជាមួយនឹងយើងខ្ញុំសិនពីព្រោះល្ងាចថ្ងៃទៀបណាស់ហើយដូច្នេះទ្រង់ក៏យាងចូលទៅគង់ជាមួយនឹងគេនៅក្នុងព្រះគម្ពីរលូកាចំពុក24ខ28ដល់ខ29ជំនួបរវាងព្រះយេស៊ូវនិងបុរស2នាក់នៅតាមផ្លូវទៅភូមិអេម៉ោបានចាប់ផ្ដើមតាមរបៀបដ៏ចម្លែកព្រះអង្គបានបង្ហាញអង្គទ្រង់ភ្លាមព្រះអង្គបានលាក់បាំងអត្តសញ្ញាណមិនឲ្យពួកគេស្គាល់ព្រះអង្គបានសួរសំណួរទៅកាន់ពួកគេព្រះអង្គក៏បានប្រាប់ពួកគេថាពួកគេគឺជាមនុស្សឥតពិចារណាហើយក្រនឹងជឿប៉ុន្តែព្រះអង្គក៏បានមានបន្ទូលសង្ខេបអំពីព្រះគម្ពីរសញ្ញាចាស់ដោយស្រែកនៃសេចក្តីដែលតម្រូវដល់ទ្រង់ពីក្នុងគម្ពីរទាំងឡាយឲ្យគេស្ដាប់ចាប់តាំងពីគម្ពីរលោកម៉ូសេនិងគម្ពីរពួកហោរារៀងមកហើយចិត្តរបស់ពួកគេក៏បានបញ្ឆេះឡើងការរៀនព្រះគម្ពីរដោយមិនបានគ្រោងទុកនៅថ្ងៃនោះក៏បានបញ្ចប់តែប៉ុណ្ណោះប្រហែលមកពីបរិះទាំងនោះបានទៅដល់គោលដៅរបស់ពួកគេមេឃចិត្តងងឹតហើយប៉ុន្តែព្រះអង្គហាក់ដូចជាកំពុងបន្តការធ្វើដំណើរប៉ុន្តែសិស្សទាំងពីរនេះមិនចង់បែកពីព្រះអង្គទេពួកគេចង់ឲ្យព្រះអង្គគង់នៅជាមួយពួកគេបន្តទៀតហេតុនេះហើយពួកគេក៏បានអញ្ជើញព្រះអង្គជាការពិតណាស់ពួកគេបានឃាត់ព្រះអង្គឲ្យនៅជាមួយពួកគេបើគ្មានការអញ្ជើញនេះទេព្រះអង្គប្រកាសជាបន្តដំណើរទៅមុខទៀតហើយបើព្រះយេស៊ូវបន្តដំណើរទៅមុខទៀតនោះពួកសិស្សទាំងនោះប្រកាសជាខកខានមិនបានដឹងថាគ្រូរបស់ពួកគេដែលបានយាងមកជាមួយពួកគេដោយពួកគេមិនបានស្គាល់ទ្រង់ព្រះអង្គគឺគ្មាននរណាក្រៅពីព្រះអម្ចាស់យេស៊ូវទេតើមានពេលប៉ុន្មានដងហើយដែលយើងបានជួបព្រះយេស៊ូវតាមផ្លូវជីវិតរបស់យើងហើយយើងមិនបានអញ្ជើញព្រះអង្គតើមានពេលប៉ុន្មានដងហើយដែលយើងព្យាយាមរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយពឹងអាងលើការប្រឹងប្រែងរបស់ខ្លួនឯងហើយគេមិនលក់ដោយសារការថប់បារម្ភតើអ្នកបានអញ្ជើញព្រះអង្គលើកចុងក្រោយបំផុតនៅពេលណាព្រះអង្គជ្រាបអំពីបញ្ហាការឈឺចាប់និងទុក្ខលំបាកទាំងអស់ដែលអ្នកមានហើយអ្នកដទៃមិនអាចយល់និងដោះស្រាយឲ្យបានព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញទ្រង់បានមកឈរនៅមាត់ទ្វារទាំងគោះតើអ្នកនឹងអញ្ជើញព្រះអង្គចូលគង់ខាងក្នុងឬទេតើអ្នកនឹងនិយាយថាព្រះយេស៊ូវសូមព្រះអង្គគង់នៅជាមួយទូលបង្គំមិនអាចជួយខ្លួនឯងបានទេនៅពេលដែលអ្នកធ្វើការអញ្ជើញដូចនេះអ្នកនឹងបានឃើញព្រះយេស៊ូវនិងក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះអ្នកគឺឃើញជាថ្មីឡើងវិញដោយចិត្តដែលឆេះឆួលសម្រាប់ខគម្ពីរសញ្ជឹងគិតនៅថ្ងៃនេះនៅក្នុងព្រះគម្ពីរលូកាចំពុក24ខ25ដល់ខ35រីឯគម្រោងអានព្រះគម្ពីររយៈពេល1ឆ្នាំនៅក្នុងព្រះគម្ពីរចោទយកថាចំពុក22ដល់ចំពុក24និងព្រះគម្ពីរកិច្ចការចំពុក5នៃចុងខ21ដល់ខ42